ថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពី how to record screen in Windows 10 របៀបថត full screen របៀបថតអេក្រង់កុំព្យូទ័រនៅលើ Windows 10 ហ្នឹងឲ្យពេញដូច្នេះអ្នកទាំងអស់គ្នាសូមតាមដានដូចតទៅមុនដំបូងយើងចុចទៅ Google Chrome ហើយយើងវាយពាក្យថា www ចុច bandcamp ចុច com download DWNLOADS ហើយយើងចុច enter នៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់កន្លែងហ្នឹងហើយគឺយើងត្រូវចុច download Bandism លើនេះខ្ញុំ download បានហើយខ្ញុំនឹងចូលទៅវានេះកន្លែងនេះ Bandism ដោយសារខ្ញុំបាន download ហើយចឹងយើងចូលវាយើងចុច OK មក yes ហើយនៅពេលដែលយើងថតវាហ្នឹងវាអត់ថតសំឡេងឲ្យយើងអញ្ចឹងយើងចូលទៅក្នុង setting នេះកន្លែងនេះយើងធ្វើពាក្យនេះមកហើយយើងបើកសំឡេងហ្នឹងឲ្យ100ចុច OK ហើយបើយើងចង់ថតនេះយើងចុចកន្លែងនេះចុចកន្លែងហ្នឹងហើយយើងនឹងអាចថតបានចឹងការថត screen ការបង្ហាញរបស់ខ្ញុំគឺចប់ត្រឹមហ្នឹងសូមអ្នកនរគ្នាជួយ like subscribe និង comment ខ្ញុំផងបើចង់មានសំណួរអាច comment នៅក្រោមវីដេអូនឹងបានហើយខ្ញុំនឹងឲ្យទំព័រអ្នកមិនចាំបាច់វាយទេគ្រាន់មើលទៅលើហ្នឹងបានហើយជាការស្រេចអញ្ចឹងខ្ញុំទៅ